នឹងឲ្យសួស្តីអ្នកនរចឹងនេះយើងតមេរៀនរបស់យើងតទៀតចឹងមេរៀននេះគឺមេរៀន rejection block ចឹងវាជា block មួយដែរអ្នកនរជាទូទៅ rejection block វាជា form មួយដែលអាចយើងឃើញទៅគឺដឹងថាទីសារហ្នឹងគឺអត់បែកទេនេះមកដល់ទី0យើងចាប់0 rejection block គឺយើងអាចដឹងថាគឺជា key level មួយក្នុងការទិញលក់ដែរណាចឹង rejection block នេះភាគច្រើនគេចាប់ candle ដែលមានបន្សល់នៅ shadow វិញដែលវាអាចនៅបាតឬក៏កំពូលចឹងណាអូខេចឹងឥឡូវខ្ញុំឧទាហរណ៍នៅក្នុងឆាតនេះមួយភាគច្រើនគេប្រើអញ្ចឹងណាឥឡូវយើងមើលមួយនាទីសិនចឹង1ម៉ោងចឹងមកទីចឹង1ម៉ោងនេះ1ម៉ោងនេះមាន AVG មួយនេះមាន AVG 1ម៉ោងតមកទៀតនេះតនេះវា form ជា rejection block នេះពីដំបូង form rejection block តែសល់សាក់ដូរវិញហ្នឹងនេះទាំងនេះជា AVG មកតនេះវា form នេះចេញតម្រង់ rejection block គេមើលតាម5ទឹកតាម5តបទៀត1ម៉ោងចេញទីមកដល់នេះសិនទីសារដល់នេះចឹងបច្ចុប្បន្នក៏វានៅ0 rejection block ដែរតំតែគេយើងអាចរង firm ក្នុងការទិញទៀតនេះគឺយើងអាចរង firm ការទិញហ្នឹងចឹងជា0ជា key level ដែលយើងមករកកន្លែងទិញលក់ចឹងនេះតម្រង់បែបនេះជា form rejection block ឯណាចាំពិបាកយល់លេង rejection block ឲ្យតែឃើញ shadow វិញហើយនៅប៉ះតម្លៃ key level ណាមួយទៀតវាសម្គាល់វាជា rejection block ណាចាំតមកទៀតម្ដងនេះទៀតក៏នៅវា form ចេញតម្រង់ rejection block ដែរប្រសល់នៅ weak គេ weak ឬ shadow ចុងទៀននេះតែបិទសាច់ទៀនបិទខ្ពស់សល់ជើងវែងអញ្ចឹងគេហៅវាជា rejection block ហ្នឹងឯងចេញតម្រង់ rejection block ក៏ឃើញបែបនេះគឺដឹងថាកម្លាំងទីផ្សារវាមានការឡើងហើយស្ទង់ការឡើងខ្លាំងចឹងអូខេចឹងកាលនៅចំ key level ណាមួយទៀតគេប្រើវាជា PDA rate ក្នុងការចូលទិញលក់ដែរចឹងកាលណាដែលវាបូកសំជាមួយនឹង key level ដូចថានេះ FG ឬក៏ OTE អញ្ចឹងទៅចឹងវាមានទម្រង់ចេញ rejection block ហ្នឹងគឺគេដឹងគេរកចាំគឺគេទិញតែម្ដងណាចឹងម្ដងនេះវាមាន rejection block ឲ្យចាប់វាអត់តង់ទៀតចឹងក្នុងโซนនេះកំពុងរក confirm ការទិញឡើងបច្ចុប្បន្នទីផ្សារតើមានសឹកឈើបាយទេណាពេលយើងបាយបច្ចុប្បន្នអាចនឹង liquidity C stop loss ចឹងក្នុងការចូល entry មួយយើងលើកទៅការរក confirm បានច្បាស់លាស់ហើយចឹងមេរៀន rejection block នេះអត់បាក់យើងទេគឺដូចមេរៀន price អញ្ចឹង rejection ដូចគ្នាគ្រាន់តែ rejection block នេះជា block មួយដែលវាបន្សល់វែងវាអាចជាយើងចាប់វានៅពិចារណាយើងចាប់វានៅ break កំពូលនឹងបានពេលសិនកំពូលបានហើយបើសិនជាប៉ះគូផ្សំជាមួយនឹង PDA មួយទៀត key មួយទៀតវាកាន់តែល្អទៀតក្នុងការប្រើ rejection block ហ្នឹងចឹងអូខេជា rejection block គឺវា work ដែរនៅក្នុងទីផ្សារ work ខ្លាំងណាស់ចឹងហើយកត់សង្កត់បានចឹងវាមាន rejection block បាន sell ចឹងអ្នកនរគ្នាសួរថាប្រើ time frame ណាល្អជាទូទៅ time frame 4ម៉ោង1ម៉ោង30នាទីហ្នឹងគឺ strong ហើយក្រោមហ្នឹងគឺវាអត់សូវ strong បានទេណាចាំមេរៀន rejection block នេះគឺអស់ទៅហើយគេមានរបៀបប្រើច្រើនទៀតចឹងអត់ខ្ញុំយល់តែ key level និងរបៀបចាប់ប៉ុណ្ណឹងសិនទេ
មកអ្នកគ្នាវិញពោះមកគីគឺគេប្រើចាំតែតាម price condition ដែលទៅតាមលក្ខខណ្ឌរបស់ទីផ្សារដែរអញ្ចឹងអ្នកគ្នាគេមិនចេះថាពេលណាមិនចេះតែប្រើដែរពេលណាទីផ្សារនៅ bearish condition ពេលខ្លះទីផ្សារ bullish condition អញ្ចឹងពេលខ្លះយើងចាប់ទៅវាខុសកំហុសទីផ្សារគឺវាចាស់គឺអត់ work ទេដល់យើងចាប់ត្រូវជាមួយនឹង flow market ដែរគ្រប់ key គ្រប់ទាំងអស់គឺបើសិនជាយើងប្រើត្រូវជាមួយនឹងទិសដៅ flow market ធំគឺ win rate ខ្ពស់ជាងណាអ្នកនរចឹងមេរៀន prediction គឺចប់តែហ្នឹងអ្នកនរហើយតើតើ account trade សម្រាប់បែបថ្មីខ្ញុំ recommend ឲ្យប្រើ account set អាចចុចលើ description ឬក៏ comment ខ្ញុំបានចូលទៅមើលវីដេអូវាបង្កើតសម្រាប់អ្នកដែលថ្មីកុំតន់ប្រាប់ចាប់តាម account ដុល្លារចាប់តាម account set គឺល្អមែនទេអញ្ចឹងបច្ចុប្បន្ន VT គឺឃើញថាល្អហើយដាក់ចាប់ពី$បានអ្នកនរហើយនេះគឺសម្រាប់អ្នកថ្មីលើគឺ update ដែរគឺចាប់ពី100ណាអ្នកនរចឹងបើសិនជាអ្នកចាស់គឺនៅប្រើបានធម្មតាគឺប្រើសិនទៅអត់ជាបញ្ហាទេតែបើសម្រាប់អ្នកថ្មីគឺបង្កើត account នៅ VT ទៅណាអ្នកនរពួកអាចដាក់ចាប់ពី$ចឹងអរគុណច្រើនអ្នកនរអាច share ពេលរៀនរបស់ខ្ញុំទៅនឹងមិត្តភក្តិអ្នកនរបានណាអ្នកនរ